នេះខ្ញុំដល់ដំបូលមានដល់ក្មួយសិស្សសានុសិស្សដែលទៅតែប្រឡងបាក់ឌុបរួចទាំងនិទេស A ទាំងនិទេស B C D E សិស្សដែលជាប់ជ័យលាភីមិនខ្វល់ថានិទេសណាទេគឺសូមអបអរសាទរហើយនិទេសអីក៏ដោយគឺมันសំខាន់ទេឥឡូវនេះដល់ពេលដែលត្រូវជ្រើសរើសចូលរៀននៅសាកលវិទ្យាល័យការបាននិទេសល្អនៅក្នុងការប្រឡងបាក់ឌុបនេះគឺផុតហើយគឺចប់ហើយអ្នកសប្បាយចិត្តរីករាយជប់លៀងបាននិទេសល្អអ្នកទឹកភ្នែកខកចិត្តអត់បាននិទេសល្អអីសោកសៅអីរួចអស់ហើយឥឡូវដល់វគ្គឈប់គិតពីរឿងនិទេសល្អនិទេសមិនល្អឥឡូវនេះគឺដល់ពេលតែត្រូវគិតពីជំហានបន្ទាប់ទៀតនៅក្នុងជីវិតសិក្សាខ្លួននោះគឺចូលទៅក្នុងសាកលវិទ្យាល័យរៀននៅសាកលវិទ្យាល័យជំហាននេះជាជំហានដែលសំខាន់បំផុតក្នុងការកសាងមូលដ្ឋានគ្រឹះនៃជំនាញដែលក្មួយត្រូវចាប់យកដើម្បីបង្កើតជាអាជីពវិជ្ជាជីវៈរបស់ខ្លួនពេលរៀនចប់ពេលហ្នឹងក្មួយត្រូវចេញធ្វើការចប់បាក់ឌុបនេះអត់តាន់ទៅធ្វើអីកើតទេអត់តាន់ធ្វើអីកើតទេនៅខ្ចីនៅអត់តាន់ដឹងអីទេចប់ជាមួយជំហានប៉ុណ្ណឹងនៅក្នុងជីវិតសិក្សាមូលដ្ឋានដំបូងបំផុតគឺនៅក្នុងកម្រិតចំណេះទូទៅគេហៅថាចំណេះទូទៅត្រឹមថ្នាក់ទី12បាក់ឌុបហ្នឹងគឺអត់ទាន់ចេះអីទេគ្រាន់តែដឹងខ្លះហើយដឹងតិចបំផុតគឺគេហៅថាចំណេះទូទៅហ្នឹងហើយឥឡូវដល់ពេលចូលដល់សាកលវិទ្យាល័យតែគេហៅថាជាកម្រិតឧត្តមសិក្សាឧត្តមហ្នឹងមានន័យថាគឺខ្ពង់ខ្ពស់បាទអញ្ចឹងការសិក្សានៅក្នុងកម្រិតមួយខ្ពង់ខ្ពស់ដែលត្រូវក្រេបជក់យកជំនាញដើម្បីកសាងអនាគតឲ្យបានច្បាស់លាស់អញ្ចឹងក្នុងរយៈពេល4ឆ្នាំនៃការរៀនសូត្រនៅសាកលវិទ្យាល័យនេះគឺសំខាន់ខ្លាំងមែនទែននៅសាកលវិទ្យាល័យនេះទើបជាវគ្គដែលសំខាន់ក្នុងការរៀនឲ្យពូកែហើយយកនិទេសខ្ពស់ឲ្យបានក្មួយដែលបាននិទេសល្អនៅបាក់ឌុបហើយត្រូវខំប្រឹងឲ្យខ្លាំងទៀតនៅសាកលវិទ្យាល័យហើយក្មួយដែលអត់បាននិទេសល្អនៅវិទ្យាល័យក៏កុំខ្វល់ដែររឿងនៅវិទ្យាល័យគឺចប់ហើយសំខាន់ប្រឡងជាប់ហើយអាចរៀននៅសាកលវិទ្យាល័យបានហើយអញ្ចឹងអ្វីដែលត្រូវគិតគឺប្រឹងប្រែងរៀនឲ្យចេះនៅសាកលវិទ្យាល័យចាប់យកជំនាញនៃខ្លួនមានទេពកោសល្យហើយយកចិត្តទុកដាក់រៀនប្រឡងឲ្យបាននិទេសខ្ពស់កុំឲ្យក្រោម C យ៉ាងហោចណាស់ក៏និទេស C ដែរណា A B C កុំឲ្យបានក្រោម C អីសោះហើយការរើសមិត្តភ័ក្តិការខ្សែគប់មិត្តភ័ក្តិកន្លងមកនៅក្នុងបាក់ឌុបហ្នឹងមិត្តភ័ក្តិណាអាចជំរុះចោលបានជំរុះទៅមិត្តភ័ក្តិដើរលេងមិត្តភ័ក្តិតែរឿងសបាយអត់រៀនអត់សូត្រហ្នឹងជំរុះចោលបានជំរុះទៅចូលសាកលវិទ្យាល័យហើយខ្សែគប់តែមិត្តភ័ក្តិដែលគេចូលចិត្តរៀនទៅបានហើយ
ការដើរលេងកំសាន្តពេលទនេពេលអីម្ដងម្កាលចុងសប្តាហ៍ចុងអីអាហ្នឹងទៅចោះក៏ប៉ុន្តែបង្កើតជាទម្លាប់បង្កើតក្រុមដើរទៅលេងអត់រៀនសូត្រអត់អីហ្នឹងគឺឈប់ទៅបាញ់ឈប់ទៅពីព្រោះបើសិនជាក្មួយខ្សែគប់មិត្តភ័ក្តិខុសនៅក្នុងវ័យឧត្តមសិក្សារៀននៅសាកលវិទ្យាល័យគឺចប់ហើយខ្សែគប់មិត្តភ័ក្តិខុសនៅក្នុងវ័យសាកលវិទ្យាល័យនេះគឺចប់ហើយអនាគតមិនដឹងនៅណាទេគឺនេះជារយៈពេលដែលសំខាន់មែនទែនក្នុងការក្រេបជញ្ជក់យកចំណេះដឹងហើយនឹងខ្សែគប់មិត្តភ័ក្តិពីព្រោះមិត្តភ័ក្តិដែលអាចបង្កើតការងារជាមួយគ្នាអាចរកស៊ីជាមួយគ្នាបានហើយអាចនឹងជួយជ្រោមជ្រែងយើងបានទៅថ្ងៃក្រោយនៅពេលដែលចប់សាកលវិទ្យាល័យរកការងារធ្វើឬក៏បង្កើតរបរអាជីវកម្មតូចដោយខ្លួនឯងឬក៏រួបរวมគ្នាបង្កើតជាអាជីវកម្មជាចំនួនតូចនឹងបានគឺមិត្តភ័ក្តិដែលខ្សែគប់នៅសាកលវិទ្យាល័យនឹងហើយអញ្ចឹងការខ្សែគប់មិត្តភ័ក្តិនៅសាកលវិទ្យាល័យនេះគឺសំខាន់ជាទីបំផុតអញ្ចឹងត្រូវប្រយ័ត្នឲ្យមែនទែនត្រូវប្រយ័ត្នបើខ្សែគប់ខុសហើយគឺចប់ហើយចប់ឧត្តមសិក្សាចប់បរិញ្ញាបត្រនេះហើយបើមួយអត់ចេះអីសោះមួយអត់មានជំនាញមួយរៀនមិនចេះមួយប្រឡងមិនបាននិទេសល្អទៀតគឺចប់ហើយនៅក្នុងជីពការងារចប់ហើយប៉ុន្តែក៏មិនមែនចប់អនាគតដែរគឺក្មួយបើចង់ប្រឡូកក្នុងវិស័យការងារឲ្យល្អគឺទៅអត់រួចទេបើសិនជាការសិក្សាអត់បានល្អនៅក្នុងសាកលវិទ្យាល័យចឹងមានតែធ្វើអីផ្សេងមានអញ្ចឹងអ្វីដែលក្មួយត្រូវធ្វើនៅក្នុងវ័យឧត្តមសិក្សានេះគឺប្រឹងរៀនហើយជំរុះមិត្តភ័ក្តិដើរលេងចោលជំរុះចោលទៅខ្សែគប់មិត្តភ័ក្តិថ្មីដែលជាអ្នករៀនហើយមិត្តភ័ក្តិចាស់ដែលជាអ្នករៀនដែររក្សាទៅបដូរទម្លាប់បដូរការរស់នៅកុំធ្វើឲ្យដូចកាលនៅវិទ្យាល័យដែលខ្លួនរៀនទៅវាអត់បានដោយបំណងអត់បានជោគជ័យប្រឡងអត់បានល្អគ្រាន់តែបានជាប់ប៉ុន្តែអត់បានល្អមិនមែនមានន័យថាក្មួយអន់ក្មួយខ្សោយទេពេលរៀននៅវិទ្យាល័យហ្នឹងគឺមកពីបញ្ហាផ្សេងច្រើនដូចជាការខ្សែគប់មិត្តភ័ក្តិជាដើមមិត្តភ័ក្តិខ្សែគប់មិត្តភ័ក្តិខុសគឺអត់បានរៀនលេងសើចច្រើនរវល់តែដើរលេងរវល់តែលេងហ្គេមរវល់តែប្រើ social media ច្រើនអត់បានរៀនសូត្រគ្រប់គ្រាន់ធ្វើឲ្យប្រឡងបរាជ័យអញ្ចឹងអានេះជាបទពិសោធន៍មួយកាលពីអតីតកាលនៅក្នុងវ័យចំណេះទូទៅបឋមវ័យឥឡូវដល់វគ្គចូលសាកលវិទ្យាល័យហើយត្រូវកែប្រែណាហើយអ្វីដែលសំខាន់មួយទៀតដែលជួយឲ្យក្មួយរៀនពូកែហើយរៀនអីក៏ចេះតាមអីក៏ទាន់ហើយពេលចប់បញ្ញានឹងងាយស្រួលក្នុងការរកការងារធ្វើហើយងាយស្រួលក្នុងការរៀនបន្តទៅថ្នាក់អនុបណ្ឌិតបន្តទៀតគឺភាសាអង់គ្លេសក្មួយត្រូវតែរៀនអង់គ្លេសឲ្យចេះឲ្យពូកែទោះជាក្មួយប្រឡងបាននិទេសល្អយ៉ាងណាក៏ដោយនៅក្នុងការប្រឡងបាក់ឌុបនេះបើសិនជាក្មួយតទៅរៀននៅសាកលវិទ្យាល័យហើយភាសាអង់គ្លេសក្មួយខ្សោយអត់ចេះក៏អត់ប្រយោជន៍ដែរគឺភាសាអង់គ្លេសសំខាន់វាជាយានក្នុងការ
សិក្សារៀនសូត្រហើយនឹងការស្រាវជ្រាវនៅក្នុងកម្រិតឧត្តមសិក្សានេះហើយនឹងពេលចេញធ្វើការបើខ្សោយភាសាអង់គ្លេសចប់ហើយទោះជាយ៉ាងម៉េចក៏ពិបាករកការងារធ្វើក៏អីដែរគឺមិនងាយរកការងារល្អបានធ្វើរកបានប៉ុន្តែឧទាហរណ៍យើងមានបរិញ្ញាបត្រអីមួយទៅដាក់ពាក្យធ្វើការបេក្ខជនផ្សេងគេមានបរិញ្ញាបត្រដូចយើងដែរប៉ុន្តែភាសាអង់គ្លេសគេល្អប្រកបជាស្ថាប័ននោះគេយកអ្នកបកកែភាសាអង់គ្លេសគេមិនយកអ្នកខ្សោយភាសាអង់គ្លេសទេគឺនៅណាក៏ចឹងដែរគេឲ្យអត្ថិភាពទៅលើអ្នកបកកែភាសាហើយអញ្ចឹងបំភ្លេចអារឿងនិទេស A និទេស B C អីទៅទៅនិទេសពីវិទ្យាល័យនោះបំភ្លេចចោលទៅឥឡូវហ្នឹងអ្វីដែលត្រូវគិតគឺរើសជំនាញដែលខ្លួនចូលចិត្តខ្សែគប់មិត្តភ័ក្តិឲ្យបានត្រឹមត្រូវចំណាយពេលរៀនសូត្រឲ្យបានគ្រប់គ្រាន់ហើយនឹងរៀនភាសាអង់គ្លេសឲ្យពូកែរៀនអង់គ្លេសឲ្យពូកែណា Hello កូនមកប៉ាមកយកកូនទៅរៀននេះកូននេះគាត់ចេះនិយាយមកចេះនិយាយអង់គ្លេសបាទឃើញទេអញ្ចឹងសម័យនេះអញ្ចឹងទៅប្រើភាសាអង់គ្លេសជាយានអញ្ចឹងក្មួយកុំភ្លេចរៀនភាសាអង់គ្លេសឲ្យទៅកែ Moon is sleeping now it's morning say hello ជំរាបសួរ good girl អូខេចឹងនេះខ្ញុំចែករំលែកប៉ុណ្ណឹងណាចែករំលែកប៉ុណ្ណឹងក្មួយយកទៅគិតហើយរៀបចំជីវិតឲ្យបានល្អនៅក្នុងវ័យឧត្តមសិក្សាបាយបាយជំរាបលា